ដែលលុយខ្លាំងៗមួយចំនួនกระดาษ20គឺដូចលុយមែនតើអញ្ចឹងគូសបិចក៏អត់ខ្មៅដែរដាក់ម៉ាស៊ីនអត់ស្រែកទេដាក់ម៉ាស៊ីនអត់ស្រែកគូសបិចក៏អត់ខ្មៅហើយដូចបេះបាត់គេហៅថាលុយលាងម៉ាស៊ីនលុយលាងម៉ាស៊ីនហ្នឹងគឺគេយកกระดาษ1រៀលกระดาษ1ដុល្លារគេយកទៅដាក់ម៉ាស៊ីនហើយគេដាក់ជាតិគីមីហើយគេលាងវាអាម៉ាស៊ីនហ្នឹងគេជ្រូកអស់ទៅគេយកអាกระดาษហ្នឹងទៅបោះលុយ20បោះជា20អញ្ចឹងគេចំណាយ1ដុល្លារគេបោះបាន20ដុល្លារហើយគូសអាម៉េចក៏អត់ដឹងដែរវាទៅជាលុយមែនតើលើកឡើងតែចូលមកដល់ធនាគារទំនើបមែនតើទើបដឹងថាលុយហ្នឹងខ្លាំងៗហើយលុយខ្លាំងៗហ្នឹងដោយសារតែម៉ាស៊ីនហ្នឹងអាម៉ាស៊ីនដែលរាប់លុយហ្នឹងវាចេះចាប់ខ្សែអាត់វាចេះចាប់ខ្សែអាត់នៅជាប់នឹងលុយហ្នឹងអាខ្សែអាត់ហ្នឹងដាក់$20អញ្ចឹងប៉ុន្តែវាមិនមែនខ្សែអាត់ magnetic របស់លុយមែនតើតែបើចាយទូទៅនៅលើទឹកដីប្រទេសធម្មតាលើដីអាមេរិកក៏អត់មានអ្នកណាដឹងថាជាលុយខ្លាំងៗដែរពីព្រោះគេយកกระดาษ1ដុល្លារទៅដាក់ម៉ាស៊ីនបោកវាហើយគេវាយលុយថ្មីกระดาษ20ដុល្លារបន្ទាប់មកទៀត scam ហ្នឹងមិនត្រឹមតែប្រើប្រាស់ប្រព័ន្ធធនាគារទេជួនកាល scam ហ្នឹងជាទីប្រឹក្សារបស់រដ្ឋាភិបាលដែលជួយខ្សឹបអ្នកកាន់អំណាចថាលុយដុល្លារនៅក្នុងប្រទេសដែលចាយកระดาษតូចអាចដាក់ចំនួន 10% ឬ 20% លើរង្វង់ចរាចរណ៍กระดาษ20ចុះក្រោមជាលុយខ្លាំងៗជាលុយខ្លាំងៗនៅពេលដែលលុយខ្លាំងៗចាប់ផ្ដើមបញ្ចូលទៅក្នុងចរាចរណ៍ក្នុងស្រុកវាជួយ circulation តែប្រទេសហ្នឹងមនុស្សចេះតែមានលុយចាយហូរទៅហូរមកយូរទៅវាស្មើនឹង 10% ឬ 20% នៃចរាចរណ៍ដុល្លារពិតប្រាកដនៅក្នុងសេដ្ឋកិច្ចហ្នឹងអញ្ចឹងវាជួយដល់អ្នកកាន់អំណាចទាំងទៀតវាคล้ายទៅជាសេដ្ឋកិច្ចពណ៌ខ្មៅមួយដែលគេលាបពណ៌សបានមនុស្ស10ទៅ 20% ក្នុងចំណោមមនុស្សរាប់លានអ្នកកាន់តែលុយខ្លាំងៗទេហើយអត់មានអ្នកណាមកចាប់ទេអាមេរិកឯណាមកចាប់អត់ទេអត់ដឹងទេគូបិចក៏អត់ចាញ់ដែរណាហើយអ្នកបោះពុំលុយហ្នឹងយកមកក៏ឲ្យភាគហ៊ុនទៅអ្នកកាន់អំណាចអាចយកក្នុង1លានយក 1% គេបញ្ចេញលុយហ្នឹងណាអូខេគេបញ្ចេញលុយហ្នឹង1លានគេឲ្យអ្នកកាន់អំណាច 1% ក្នុង1លានឬ100,000 អ្នកកាន់អំណាចបាន$10,000